សួស្តីពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះគឺថ្ងៃសៅរ៍ទៀតហើយខ្ញុំជាមនុស្សម្នាក់ដែលមានអារម្មណ៍ថាធុញថប់ឆាប់ stress កាត់ច្រើនហើយជាពិសេសគឺឆាប់អន់ចិត្តហើយនឹងឆាប់ឆេះឆាវក៏ប៉ុន្តែក្នុងអំឡុងពេលដែលខ្ញុំមានអារម្មណ៍បែបនោះខ្ញុំបានបំលែងអារម្មណ៍ខ្លួនឯងដូចជាចេញទៅដល់លេងខាងក្រៅស្រូបយកខ្យល់អាកាសដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះចឹងរាល់ពេលដែលខ្ញុំទៅនៅពីការងារចាធ្វើការងារមកវា stress យ៉ាងច្រើនថ្ងៃហើយទៅនៅពីការងារអញ្ចឹងគឺខ្ញុំតែងតែចំណាយពេលវេលាសម្រាប់ខ្លួនឯងខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តថតរូបចាខ្ញុំមិនមែនជាអ្នកល្បីឬក៏ស្រស់ស្អាតអីទេប៉ុន្តែខ្ញុំចូលចិត្តចែករំលែកនៅស្នាមនៃខ្ញុំភាគច្រើនគឺខ្ញុំចូលចិត្តធ្វើឲ្យអ្នកដតីឃើញស្នាមញញឹមរបស់ខ្ញុំនិងចូលចិត្តឲ្យអ្នកដតីសើចបញ្ចេញស្នាមញញឹមអញ្ចឹងណាហើយបងប្អូនទាំងគ្នានេះកន្លែងដែលខ្ញុំកំពុងថតនេះគឺជាមន្ទីរពេទ្យបងប្អូនទាំងគ្នាហើយខ្ញុំមកសាមកហ្នឹងដោយសារតែខ្ញុំមកជាមួយនឹងព្រះវិហារពេលខ្លះខ្ញុំធ្វើសមាធិខ្លួនឯងខ្ញុំកាន់សាសនាព្រះពុទ្ធទេប៉ុន្តែខ្ញុំតែងតែស្ដាប់បុគ្គលណាដែលអប់រំឬក៏អប់រំផ្លូវចិត្តរបស់ខ្ញុំធ្វើឲ្យផ្លូវចិត្តរបស់ខ្ញុំកាន់តែមានភាពធូរស្រាលរឹងមាំជាងមុនខ្ញុំមានសង្ឃឹមខ្ញុំមានភាពរីករាយក្នុងជីវិតគឺខ្ញុំតែងតែស្ដាប់បុគ្គលនោះហើយបុគ្គលណាដែលនិយាយបំបាក់ទឹកចិត្តខ្ញុំឬក៏និយាយមកធ្វើឲ្យខ្ញុំស្មុគស្មាញខ្ញុំចែករំលែកភាពទុក្ខលំបាករបស់ខ្ញុំហើយនិយាយមកវិញឲ្យខ្ញុំស្មុគស្មាញគឺខ្ញុំអត់ស្ដាប់ទេហើយខ្ញុំជាមនុស្សម្នាក់ដែលរឹងមែនទែនហើយខ្ញុំចូលចិត្តធ្វើតាមចិត្តរបស់ខ្លួនឯងជាពិសេសគឺរាល់អ្វីដែលខ្ញុំត្រូវតែធ្វើខ្ញុំដាក់ចិត្តធ្វើហើយគឺខ្ញុំតែងតែធ្វើវាទោះជាពេលហ្នឹងខ្ញុំធ្វើហើយបរាជ័យឬក៏ជោគជ័យឬក៏បុគ្គលផ្សេងទៀតហាមខ្ញុំមិនឲ្យធ្វើក៏ខ្ញុំនៅតែធ្វើដែរដោយសារតែជាកំណត់របស់ខ្ញុំហើយខ្ញុំព្យាយាមធ្វើវាឲ្យបានល្អខ្ញុំនឹងព្យាយាមធ្វើរាល់អ្វីដែលខ្ញុំសម្រេចចិត្តឲ្យបានល្អហើយខ្ញុំក៏ហ៊ានទទួលយកនៅការសម្រេចចិត្តរបស់ខ្ញុំដែរមិនថាវាបរាជ័យវាអស់សង្ឃឹមធ្វើបាបខ្ញុំប៉ុណ្ណាទេខ្ញុំនៅតែទទួលយកហើយបកមកជាមួយនឹងកន្លែងដែលខ្ញុំថតនេះគឺជាមន្ទីរពេទ្យហើយសម្រាប់មន្ទីរពេទ្យនេះដែរគឺធំមែនទែនសម្រាប់ទីធ្លាមានជាមួយនឹងសួនច្បារធំទូលាយខ្ញុំគិតថាបើសិនបើខ្ញុំកេងពេទ្យបានតាមទីពេទ្យប៉ុណ្ណេះខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយខួរក្បាលរបស់យើងគឺស្រឡះល្អបងប្អូនទាំងគ្នាហើយនេះគឺគ្រាន់តែជាសួននៅខាងមុខឯងបងប្អូននៅសួននៅខាងក្រោយទៀតហើយមានមន្ទីរពេទ្យនេះមានទាំងជនពិការនិយាយទៅមានគ្រប់យ៉ាងជាពិសេសសវោចាស់ចាស់ដែលគាត់ពិការគាត់ដួលគាត់អីចឹងណាមានច្រើនមែនទែនហើយសម្រាប់ទីធ្លាដែលខ្ញុំប្រាប់ចឹងគឺធំងើបពីបន្ទប់គេងមកបន្ទប់គេងសម្រាប់អ្នកជំងឺគឺឃើញទេសភាពបែបនេះមានអារម្មណ៍ថាសោកស្ដាយតែម្ដងហើយខ្ញុំអរគុណមែនទែនសម្រាប់បងប្រុសដែលបានថតវីដេអូឲ្យខ្ញុំហើយខ្ញុំជាអ្នកបញ្ចូលសលេងហើយនឹងជនជាតិទីមកខាងកើតគាត់គឺជាមិត្តរួមការងាររបស់ខ្ញុំអរគុណសម្រាប់ការស្រឡាញ់រាប់អានជាពិសេសអាវីដេអូចុងក្រោយនេះបងប្អូនទាំងគ្នាខ្ញុំដែរជាមួយនឹងជនជាតិកូរ៉េពួកគាត់គឺមានទឹកចិត្តល្អមែនទែននេះមានតែឃើញតែម្នាក់ដែលគាត់មកគាត់ឃើញពួកខ្ញុំនៅថតក្បែរហ្នឹងធ្វើអីគេគាត់មកសួរនាំអញ្ចឹងខ្ញុំថាអូកំពុងថតរូបមែនខ្ញុំថាចាខ្ញុំកំពុងតែថតរូបក៏ដឹកដៃគាត់មកថតរូបជាមួយគ្នាតែម្ដងទៅបងប្អូនទាំងគ្នា